tô nó các bạn luôn dương nâng mỏng ta mà tô từng ăn nó cứ dương bùng chó nó chật mà tô lên mỏng rồi còn tham mà lộn mà phơi ấy chứ dương cho mỏng dương cho đo mỏng khi chuẩn bị số của đây đây này tao này là dương châu mà can về chỉ có bao giờ để tẹt tông cho môi nó these and those chẳng trong đăng thay these and thoseมีភាពខុសគ្នារបៀបម៉េចអូខេយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាថ្ងៃនេះយើងចូលមកកាន់ជាមួយនឹង these and those or those ចឹង these or those ទាំងពិតភាពខុសគ្នារបស់វាគឺអត់មែនអីច្រើននោះទេ these គឺតកតងជាមួយនឹងចំនួនចាប់ពី2ឡើងទៅហើយ those ក៏តកតងជាមួយចំនួនចាប់ពី2ឡើងទៅដែរប៉ុន្តែអ្វីដែលខុសគ្នានោះគឺតកតងជាមួយនឹងរយៈចម្ងាយ these ចា these នេះយើងអាន these ទេចា these មានន័យថានេះ these អញ្ចឹងមានន័យថា these នេះគឺតកតងជាមួយនឹងរយៈចម្ងាយចិត្តឬក៏យើងហៅថា short distance គឺជាចម្ងាយចិត្តមានន័យថាយើងតកតងនឹងកន្លែងហ្នឹងដូចថាយើងហុចនេះហុចនោះឲ្យគ្នាអញ្ចឹងណាតែរបស់ទាំងអស់ហ្នឹងគឺមាន2ឧទាហរណ៍ថាយើងចង់ឲ្យគេហុចផ្លែប៉ោមឲ្យយើងពីផ្លែអញ្ចឹងយើងច្អល់ប្រាប់គេថា these are apple ចានេះគឺជាទាំងនេះគឺជាផ្លែប៉ោមអញ្ចឹងមានន័យថាគឺយើងប្រើសម្រាប់រយៈចម្ងាយចិត្តឥឡូវយើងមកមើលឧទាហរណ៍របស់យើងទាំងអស់គ្នា these are fishes អញ្ចឹងមានន័យថាវាជារយៈចម្ងាយចិត្តយើងអត់ប្រើ those នោះទេចាអញ្ចឹងយើងមើលទៅតាមបន្ទាត់ដែលយើងគូអញ្ចឹងមានអារម្មណ៍ថាវាខ្លីវាមិនមែនជាបន្ទាត់វែងទេចាឥឡូវយើងមកមើលទៅកាន់ឧទាហរណ៍មួយទៀត these are boxes អញ្ចឹងរយៈចម្ងាយរយៈចម្ងាយខ្លីឬក៏យើងហៅថា short distance ហ្នឹងឥឡូវយើងចូលមកមើលឧទាហរណ៍មួយទៀត these are girls អញ្ចឹងរយៈចម្ងាយខ្លីដូចគ្នាចាយើងចូលមកកាន់ឧទាហរណ៍ខាងនេះតែម្ដង these are frogs ចារយៈចម្ងាយខ្លីមានន័យថាកង្កែបហ្នឹងនៅជិតយើងនេះកង្កែបសត្វកង្កែបហ្នឹងគឺនៅជិតយើងហ្នឹងហ្មងពួកសត្វកង្កែបទាំងនេះគឺនៅក្បែរយើងហ្នឹងមិនថាយើងច្អល់មកច្អល់របស់យើងណាមកច្អល់របស់យើងទៅថា1ម៉ែត្រឬក៏អីចឹងពីយើងចឹងទៅចាឥឡូវយើងមកមើលឧទាហរណ៍មួយទៀត these are motorbikes ចាម៉ូតូហ្នឹងនៅក្បែរខ្លួនយើងហ្នឹងហ្មងថាម៉ូតូទាំងអស់ហ្នឹងគឺយើងពងឈរហ្នឹងនៅចិត្តម៉ូតូហ្នឹងហ្មងឬក៏ថាមកម្លងមកផ្លូវអីចឹងទៅយើងច្អល់ហ្មងយើងច្អល់ដល់ហ្មងអញ្ចឹងអាហ្នឹងហើយដែលតកតងជាមួយនឹង these អញ្ចឹង these នេះតកតងជាមួយនឹងចំនួនចាប់ពី2ឡើងទៅឥឡូវយើងចូលទៅកាន់ those ម្ដងយើងចូលទៅកាន់ those ខុសគ្នាជាមួយនឹង these តែបន្តិចទេគឺយើងមើលទៅតាមសញ្ញាព្រោះយើងអាចដឹងថាវាខុសគ្នារបៀបម៉េចអញ្ចឹង dose នេះគឺចាប់ពី2ឡើងទៅដូចគ្នារបស់ចាប់ពី2ឡើងទៅប្រហែលរៀនប្រហែលសែនក៏អត់ខ្វល់ដែរតែសំខាន់គឺយើងប្រើរយៈចម្ងាយឆ្ងាយឬក៏ long distance អញ្ចឹងរយៈចម្ងាយឆ្ងាយគឺយើងប្រើ dose អញ្ចឹងឧទាហរណ៍ថា those are fishes នេះរយៈចម្ងាយឆ្ងាយ those are 5 people រយៈចម្ងាយឆ្ងាយដូចគ្នាthose are 3 dogs ចារយៈចម្ងាយឆ្ងាយដូចគ្នាឆ្កែហ្នឹងនៅណាណីណោះតែយើងប្រើដើម្បីឲ្យគេចាប់អារម្មណ៍ថាឆ្កែហ្នឹងមិនមែននៅហ្នឹងទេឆ្កែហ្នឹងគឺនៅឆ្ងាយអញ្ចឹងទោះបីជាយើងដើររកក៏យើងមិនទាន់ដើររកឃើញដែរឧទាហរណ៍ថាយើងប្រាប់គាត់ទៅប្រាប់ទេមិនដឹងថារូបរាងបែបណាប៉ុន្តែដឹងតែថាឆ្កែហ្នឹងគឺនៅឆ្ងាយពីយើងមកអាចថាឆ្លងខេត្តឆ្លងប្រទេសឬក៏ឧទាហរណ៍បើនៅខ្មែរយើងគេនិយាយថានៅនេះឬក៏នោះអញ្ចឹងសម្រាប់ពាក្យរបស់ខ្មែរយើងណាអញ្ចឹងគឺអត់ខុសគ្នាហ្មងដែរអានេះហ្នឹងគឺនៅកន្លែងហ្នឹងអានោះហ្នឹងនៅឆ្ងាយហ្មងគឺមិនដឹងថានៅកន្លែងណានោះទេអញ្ចឹងមានន័យថាគាត់និយាយហ្នឹងដើម្បីឲ្យពួកយើងហ្នឹងដឹងថាវាជារយៈចម្ងាយមួយឆ្ងាយនេះនោះហ្នឹងណាចាឥឡូវយើងមើលទៅហោរបស់យើងមួយទៀត those are beautiful girls អញ្ចឹងនៅមិនដឹងនៅប្រទេសណាទេស្អាតជាងគេឬក៏ស្អាតស្រីស្អាតទាំងអស់ហ្នឹងមិនដឹងថានៅណាប៉ុន្តែដឹងថាមិននៅចិត្តយើងទេគឺនៅឆ្ងាយចា those are a lot of boys ចាប្រុសទាំងអស់ហ្នឹងឆ្ងាយនៅឆ្ងាយពីយើងតែដឹងថាជាក្មេងប្រុសឬក៏អីអញ្ចឹងណាតកតងជាមួយនឹង those ហើយនឹង this នេះគឺមានតកតងគ្នាតែប៉ុណ្្នឹងទេគឺមួយរយៈចម្ងាយឆ្ងាយមួយទៀតរយៈចម្ងាយចិត្តហើយចំពោះ this and that ក៏ដូចគ្នាដែរគឺមួយរយៈចម្ងាយឆ្ងាយមួយរយៈចម្ងាយចិត្តប៉ុន្តែគ្រាន់តែមួយយើងប្រើតកតងជាមួយនឹងចំនួន1
ហើយនឹងមួយទៀតគឺចាប់ពីចំនួន2ឡើងទៅឬក៏យើងហៅថាចំនួនច្រើនរាប់ម៉ឺនរាប់សែនរាប់លានរាប់កោតអីចឹងទៅចាអូខេវីដេអូរបស់ខ្ញុំក៏បញ្ចប់ត្រឹមហ្នឹងចឹងម្នាក់ទាំងអស់គ្នាចូលចិត្តកុំភ្លេច Subscribe Channel YouTube របស់ខ្ញុំម្នាក់ផងអូខេបាយបាយ